តពិសោធន៍នៃការដាក់ពាក្យបណ្ដឹងតាមអនឡាញបើពុកម៉ែបងប្អូនដូចជាត្រូវបានជន់ឈរបោកតាមរយៈបែបណាអាច select ទៅលើករណីបែបហ្នឹងខ្ញុំចុចចូលមើលដើម្បីយើងអាចដាក់ពាក្យបណ្ដឹងអនឡាញបានគឺយើងចូលទៅកាន់អ៊ីនធឺណិតដែលមានដូចជា Safari Google Chrome យើងអាចចូលហើយបន្តមកទៀតយើងអាច search ស្វែងរកទៅពាក្យថាសេវាសាធារណៈ Digital ហើយបានចុចចូលទៅពេលដែលចុចចូលទៅឃើញ website មួយដែលគេដាក់ថាសេវាសាធារណៈ Digital អាចចុចចូលក្នុងហ្នឹងទៅពេលដែលចុចចូលសេវាសាធារណៈ Digital គឺខាងក្រសួងមហាផ្ទៃគឺមាន app ជាច្រើនដែលបងប្អូនមិញអាចអស់ទៅក្រោមស្វែងរកពាក្យថាដាក់ពាក្យបណ្ដឹងអនឡាញហើយអាចចុចចូលទៅក្នុងប្រព័ន្ធទៅពេលដែលចុចចូលទៅក្នុងប្រព័ន្ធហើយគឺឃើញមានដូចជា form ឯកសារហើយនឹងមួយទៀត form ឯកសារនេះគឺមិនបាច់ចាំបំពេញទេនេះគឺយើងអាច print ហើយយកមកសរសេរពាក្យបណ្ដឹងខ្លួនឯងប៉ុន្តែពីខ្ញុំទៅខ្ញុំថាមិនបាច់ទេគ្រាន់តែយើងអាចបំពេញព័ត៌មានខ្លះៗនៅក្នុងប្រព័ន្ធអនឡាញនេះបានហើយដូចជាករណីបើសិនជាពុកម៉ែបងប្អូនដូចជាត្រូវបានជន់ឈរបោកតាមរយៈបែបណាអាច select ទៅលើករណីបែបហ្នឹងខ្ញុំចុចចូលមើលមានដូចជាឆបោកតាមរយៈការវិនិយោគឆបោកតាមសារអេឡិចត្រូនិកដូចជា business email អីជាច្រើនដូចជាសុកស្រាប់តែមានគេលោតឲ្យផ្ញើសារជា password ជាលេខកូដដើម្បីជនណាមកហ្នឹងគឺជនឆបោកហ្នឹងសុំយកលេខកូដឬក៏ password ហ្នឹងដើម្បីអាចចូលព័ត៌មានប្រព័ន្ធ Telegram ឬក៏ Facebook ឬក៏ Gmail របស់ខាងអ៊ំពូមីងអញ្ចឹងបន្តមកទៀតគឺការឆបោកតាមរយៈប្រាក់កម្ចីខុសច្បាប់ដូចជាយើងត្រូវបង់លុយមុនដើម្បីអាចកម្ចីអនឡាញហ្នឹងបានហើយមានដូចជាការឆបោកតាមបណ្ដាញសង្គមដូចជា social media ឬក៏ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ឬក៏ឆបោកតាមប្រព័ន្ធធនាគារជាច្រើនដូចជាខ្ញុំមើលឃើញទៅលើតាម social media ដូចជាមានជនអនាមិកដែលជាជនឆបោកហ្នឹងបន្លំខ្លួនថាជាបុគ្គលិកធនាគារហើយជាធម្មតាអាជីវកម្មដែលគាត់ខ្វះខាតហ្នឹងគឺគាត់ត្រូវទៅខ្ចីជាសាច់ប្រាក់នៅតាមធនាគារហើយជនឆបោកហ្នឹងគឺអាចនិយាយថាអត់ទាន់ឃើញលុយចូលឬក៏ខ្វះលុយដែលបង់ប្រាក់ហ្នឹងដើម្បីឲ្យពុកម៉ែបងប្អូនបង់លុយឲ្យត្រង់ហ្នឹងគឺជា scammer មួយដែរករណីថាថងចំណុចហ្នឹងខ្ញុំអាច tick ទៅលើត្រង់ហ្នឹងហើយនឹងមួយទៀតចំណុចទី2គឺទៅលើអង្គហេតុឬក៏ដំណើររឿងហើយខ្ញុំអាចសរសេររាយរាប់រឿងហេតុការណ៍នៃអង្គហេតុហ្នឹងបានអាចសរសេរនៅក្នុងហ្នឹងទៅហើយបន្តមកទៀតទៅលើចំណុចទី3គឺឯកសារយោងឬក៏ភស្តុតាងពាក់ព័ន្ធចំពោះឯកសារយោងឬក៏ភស្តុតាងពាក់ព័ន្ធហ្នឹងគឺករណីថាពុកម៉ែបងប្អូនបាញ់លុយឲ្យគេគឺអាចយក transfer ហ្នឹងអាចយកមកដាក់ដូចជាវិក័យប័ត្រឬក៏មួយទៀតដូចជាករណីថាឆបោកតាមរយៈ Telegram អាច screenshot ថតហើយយកមកដាក់ចូលក្នុងហ្នឹងមកហើយបន្តមកទៀតឈ្មោះដើមមិនដឹងករណីថាខ្ញុំចង់ប្តឹងគេអញ្ចឹងខ្ញុំត្រូវដាក់ឈ្មោះខ្ញុំខ្លួនឯងខ្ញុំដាក់ចូលក្នុងចំណុចនេះហើយអាយុខ្ញុំហើយភេទរបស់ខ្ញុំភេទស្រីឬក៏ភេទប្រុសខ្ញុំអាច click ត្រង់ទៅចំណុចហ្នឹងបន្តមកទៀតគឺសញ្ជាតិខ្ញុំសញ្ជាតិខ្មែរខ្ញុំអាចដាក់សញ្ជាតិខ្មែរហើយបន្តមកទៀតអាសយដ្ឋានបច្ចុប្បន្នដូចជាពុកម៉ែបងប្អូនអាចទៅជាខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ភូមិហើយបន្តមកទៀតគឺលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំដែលអាចទំនាក់ទំនងបាននៅពេលដែលខ្ញុំដាក់លេខទូរស័ព្ទអញ្ចឹងទៅមន្ត្រីអាជ្ញាធរនៅពេលដែលគាត់ពិនិត្យហើយឃើញហើយអីចឹងគាត់នឹងទំនាក់ទំនងមកសួរព័ត៌មានជាក់ស្ដែងបន្ថែមបន្តមកទៀតលេខទូរស័ព្ទចុងចោតហ្នឹងគឺសំដៅទៅលើលេខទូរស័ព្ទដែល call មកទំនាក់ទំនងបោកប្រាស់ខាងពុកម៉ែបងប្អូនហ្នឹងដូចជា Telegram ក៏មានលេខឬក៏ call មកផ្ទាល់អីហ្នឹងពុកម៉ែបងប្អូនអាចដាក់លេខហ្នឹងបានបន្តមកទៀតគឺចំណុចចុងក្រោយគឺថតរូប selfie ដើមមិនដឹងភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណហ្នឹងគឺសំដៅទៅលើដើមមិនដឹងគឺខ្ញុំករណីថាខ្ញុំចង់ប្តឹងអញ្ចឹងខ្ញុំអ្នកថតដូចជាអត្តសញ្ញាណប័ណ្ណខ្ញុំសូមបិទរូបចេះអឺខ្ញុំចុចចូលពុកម៉ែបងប្អូនអាចថតឲ្យកាន់បែបនេះគឺពាក់កណ្ដាលខ្លួនដូចអាចមើលខាងឆ្វេងដៃបានពាក់កណ្ដាលខ្លួនហើយថតពាក់កណ្ដាលបែបនេះមកហើយអត្តសញ្ញាណប័ណ្ណខ្ញុំបិទនេះដោយសារតែខ្ញុំផុសនៅក្នុង social media អញ្ចឹងខ្ញុំបិទសុំបិទលេខសុំបិទថ្ងៃខែឆ្នាំកំណើតតែនៅពេលដែលជាក់ស្ដែងពុកម៉ែបងប្អូនអាចថតតែកុំកាន់អាចកាន់អញ្ចឹងមកអាចថតកាន់ជាក់ស្ដែងថតកាន់ឲ្យឃើញបើសិនជាអាចដាក់រៀងឲ្យគៀកយ៉ាងមកច្បាស់អញ្ចឹងទៅខាងអាជ្ញាធរសមត្ថកិច្ចគាត់នឹងពិនិត្យមើលជាក់ស្ដែងហើយនៅពេលដែលបងប្អូនចុចថតកាលណាខ្ញុំចុចថតនៅពេលដែលខ្ញុំចុចថតពាក់កណ្ដាលខ្លួនអញ្ចឹងហើយខ្ញុំចុចគ្រីសមកគ្រីសហ្នឹងគឺសំដៅទៅលើបញ្ជាក់ថាខ្ញុំសូមបញ្ជាក់ថាព័ត៌មានទាំងអស់ជាព័ត៌មានពិតប្រាកដ
ដល់ពេលដែលពួកចុចអញ្ចឹងហើយគឺយើងអាចចុចដាក់ពាក្យបានប៉ុន្តែខ្ញុំអត់ចេះទេដោយសារតែខ្ញុំគ្រាន់តែឧទាហរណ៍ជាក់ស្ដែងឲ្យមើលហើយចំពោះព័ត៌មាននៃការដាក់ពាក្យបណ្ដឹងអនឡាញហ្នឹងគឺមានតែប៉ុណ្្នឹងទេអត់មានអ្វីដែលជាសាមញ្ញឬក៏ពិបាកទេពុកម៉ែបងប្អូនអាចដាក់ពាក្យបានសម្រាប់អ៊ំពូមីងនិយាយទៅវីដេអូនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើអ៊ំដែលគាត់ត្រូវបានពួកឆបោកបើសិនជាក្មេងៗគាត់មានគាត់យល់ដឹងទៅលើអាការឆបោកនឹងច្រើនគឺភាគច្រើនគឺក្មេងៗគាត់អត់សូវបានចាញ់បោកទេប៉ុន្តែដោយសារអ៊ំដែលនៅតាមខេត្តឬក៏គាត់នេះហ្នឹងគឺងាយនឹងបានពួកឆបោកហ្នឹងគឺងាយស្រួលដោយសារតែមួយរយៈនេះគឺមានអាជីវករអាជីវកម្មគាត់រវល់ការងារជាច្រើនអញ្ចឹងយើងអត់មានពេលទៅដាក់ពាក្យបណ្ដឹងផ្ទាល់ទេមាននីតិវិធីមួយយើងអាចដាក់ពាក្យបណ្ដឹងតាមអនឡាញបានដោយយើងអាចចំណេញពេលវេលាហើយយើងអាចនឹងចាយលុយឬក៏ប្រាក់កាក់ផ្សេងៗទៅលើមន្ត្រីដែលគាត់មានអំពើពុករលួយក្នុងហ្នឹងដូចជានៅពេលយើងជួបផ្ទាល់យើងអាចពឹងឲ្យគាត់ទៅសេនៅពាក្យបណ្ដឹងអញ្ចឹងមន្ត្រីខ្លះគាត់ខូចគាត់អាចទាមទារនៅសុំថ្លៃទឹកប៊ិចឬក៏ថ្លៃដាក់ពាក្យបណ្ដឹងផ្សេងៗហើយបែបនេះហើយបានជាក្រសួងគាត់បានបង្កើតនៅការដាក់ពាក្យបណ្ដឹងតាមអនឡាញដើម្បីសម្រួលដល់ប្រជាពលរដ្ឋប្រជាជននៅក្នុងសហគមន៍ឲ្យមានភាពងាយស្រួលកាត់បន្ថយអំពើពុករលួយជាចុងក្រោយសូមអរគុណហើយមួយទៀតចំពោះបើសិនជាពុកម៉ែបងប្អូនចង់ដឹងនៅព័ត៌មាននិងយោបល់ល្អៗជាច្រើនទៅលើប្រព័ន្ធឌីជីថលមានដូចជាប្រព័ន្ធសេវាអត្តសញ្ញាណកម្មអនឡាញឬក៏ប្រព័ន្ធផ្ដល់សេវាអនឡាញទៅតាមអង្គភាពជាប់បញ្ចូលតែមួយបើសិនជាដូចជាការស្នើលិខិតខុសទោសអ្វីផ្សេងៗបើសិនជាចង់ដឹងអាចតម្លាក់ជាមតិយោបល់នៅ comment ជាច្រើនមកខ្ញុំនឹងធ្វើលើកនៅលើវីដេអូដើម្បីបកស្រាយបន្ថែមទៀត